សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំថ្ងៃនេះខ្ញុំមកចែករំលែកអំពីការជ្រើសរើសពូជដែលល្អសម្រាប់ចិញ្ចឹមមាន់សាច់ហើយប្រសិនបើបងប្អូនចង់ចាប់ផ្ដើមចិញ្ចឹមមាន់សាច់ប៉ុន្តែមិនទាន់ដឹងថាគួរជ្រើសរើសពូជណាឬក៏ចាប់ផ្ដើមពីណាទៅណាសូមបងប្អូនមើលវីដេអូនេះថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីពូជមាន់សាច់ពេញនិយមនៅកម្ពុជាគុណសម្បត្តិនិងគុណវិបត្តិរបស់ពូជនីមួយៗព្រមទាំងវិធីសាស្ត្រជ្រើសរើសកូនមាន់ដែលមានសុខភាពល្អហើយសូមបងប្អូនទស្សនារហូតដល់ចប់ដើម្បីកុំឲ្យខកខានព័ត៌មានសំខាន់តើមាន់សាច់ជាអ្វីចម្លើយមាន់សាច់គឺជាមាន់ដែលត្រូវបានបង្កាត់ពូជសម្រាប់ផលិតយកសាច់ហើយវាលូតលាស់លឿននិងស៊ីចំណីបានល្អអាចនឹងលក់ក្នុងរយៈពេលប្រហែលជា45ទៅ60ថ្ងៃអាស្រ័យទៅលើការគ្រប់គ្រងនិងអាហាររបស់វាហើយដោយសារតែពេលចិញ្ចឹមខ្លីអ្នកអាចបង្វិលដើមទុនបានលឿនហើយមានតម្រូវការខ្ពស់នៅលើទីផ្សារពូជមាន់សាច់ពេញនិយមនៅកម្ពុជាគឺពូជមាន់ Broiler គឺជាពូជមាន់ដែលត្រូវបានបង្កាត់ជាពិសេសសម្រាប់ផលិតសាច់ហើយវាត្រូវបានគេជ្រើសរើសឲ្យមានការលូតលាស់លឿនសាច់ច្រើននិងបំលែងចំណីទៅជាទម្ងន់បានល្អហើយក្រោមការថែទាំនិងការផ្ដល់ចំណីត្រឹមត្រូវមាន់ Broiler អាចឈានដល់ទម្ងន់ប្រហែលជា2ទៅ3គីឡូក្រាមក្នុងរយៈពេល6ទៅ8សប្តាហ៍ប្រហែលជា42ទៅ56ថ្ងៃដោយសារតែការលូតលាស់លឿននេះវាជាពូជដែលត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងកសិដ្ឋានផលិតមាន់សាច់ជាច្រើនហើយមាន់នេះមានគុណសម្បត្តិរបស់វាទី1គឺការលូតលាស់លឿនទី2អាចលក់បានក្នុងរយៈពេលខ្លីហើយបង្វិលដើមទុនបានលឿនចំណុចមួយទៀតគឺទម្ងន់ល្អមានសាច់ច្រើនហើយជាពិសេសភ្នែកទ្រូងនិងភ្លោស័ក្តិសមសម្រាប់ទីផ្សារនិងភោជនីយដ្ឋានចំណុចទី3គឺការប្រើចំណីមានប្រសិទ្ធភាពប្រសិនបើផ្ដល់ចំណីមានគុណភាពវាអាចបំលែងចំណីទៅជាទម្ងន់បានល្អចំណុចទី4គឺតម្រូវការទីផ្សារខ្ពស់សាច់មាន់ Broiler មានការប្រើប្រាស់ជាច្រើនជារៀងរាល់ថ្ងៃនៅក្នុងគ្រួសារភោជនីយដ្ឋាននិងអាជីវកម្មផ្សេងឥឡូវយើងចូលគុណវិបត្តិម្ដងគុណវិបត្តិរបស់វាគឺត្រូវការចំណីមានគុណភាពនិងការគ្រប់គ្រងល្អងាយមានបញ្ហាសុខភាពប្រសិនបើទ្រុងកខ្វក់ឬមាន់នៅណែនពេកហើយត្រូវការទឹកស្អាតជានិច្ចនិងការតាមដានសុខភាពជាប្រចាំហើយរបៀបថែទាំមាន់ដើម្បីឲ្យមាន់លូតលាស់ធំបានល្អរៀបចំទ្រុងឲ្យស្អាតស្ងួតនិងមានខ្យល់ចេញចូលល្អផ្ដល់ចំណីសមស្របតាមវ័យផ្ដល់ទឹកស្អាតគ្រប់ពេលចាក់វ៉ាក់សាំងតាមការណែនាំរបស់ពេទ្យសត្វឬមន្ត្រីកសិកម្មក្នុងតំបន់សម្អាតឧបករណ៍ដាក់ចំណីនិងទឹកជាប្រចាំតើមាន់ Broiler សមស្របសម្រាប់អ្នកចាប់ផ្ដើមដែរឬទេចម្លើយគឺសមស្របណាស់ប្រសិនបើអ្នកអាចគ្រប់គ្រងការផ្ដល់ចំណីអនាម័យ
និងការពារជំងឺបានល្អដោយសារតែរយៈពេលចិញ្ចឹមវាខ្លីវាអាចរៀមបបិសោតនិងចាប់ដើមដោយមិនចាំបាច់វិនិយោគធំពេកដូច្នេះមាន់ broiler គឺជាពូជមាន់សាច់ដែលលូតលាស់លឿនមានតម្រូវការទីផ្សារខ្ពស់និងអាចផ្ដល់ប្រាក់ចំណេញបានប្រសិនបើអ្នកថែទាំត្រឹមត្រូវសូមអរគុណសម្រាប់ការទស្សនាបើចូលចិត្តវីដេអូនេះសូមជួយចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗអំពីការចិញ្ចឹមសត្វទាំងអស់គ្នាសូមអរគុណបាយបាយ